នាងរាត្រីវាចង់កងងាប់ហីហាចង់មកហើយនាងរាត្រីនេះឯងកំពុងតែលួចផាត់កូនយើងណាម៉ែណៃនឹងឯងលួចផាត់បងដែរណាទៅតាក់តងជាមួយរាជរាល់សកម្មភាពរបស់នាងឯងយើងបានថតចាប់ទុកអស់ហើយបានបងនឹងជួយអូនតែអូននិយាយឲ្យណាថាបើបងចង់មកនេះអូនឲ្យគ្រប់ចាងបើអញ្ចឹងចាត់ការយប់ហ្នឹងហើយកុំភ្លេចបើកភ្លើងផងម៉ែអើយម៉ែខ្ញុំមានរឿងឲ្យម៉ែធ្វើមួយយប់ហ្នឹងម៉ែទៅណាត់នាងរាត្រីហ្នឹងប្រាប់វាថាប្តីវាមកវិញហើយម៉ែធ្វើមិនក៏ដោយណាត់វាឲ្យទៅជប់ប្តីវានៅក្រៅហើយចាំខ្ញុំឲ្យបង្រៀកទៅចាប់វាពីក្រោយតែម៉ែធ្វើមិនក៏ដោយណាត់វាចេញទៅក្រៅហើយនេះកូនឯងគិតធ្វើមែនណាម៉ែខ្ញុំដែរនិយាយលេងតាំងពីកាលតែខ្ញុំថាធ្វើគឺធ្វើអូយតែម៉ែខ្លាចកូនម៉ែខ្លាចកលោដែនគេដឹងមានរឿងធំហ្នឹងណាឆ្ងល់ម៉ែឯងទៅខ្លាចធ្វើស្អីខ្ញុំមានវិធីរបស់ខ្ញុំហីម៉ែអីទេអញ្ចឹងចាំម៉ែធ្វើតាមកូនក៏បានដែរអញ្ចឹងម៉ែទៅសិនណានាងរាត្រីនឹងឯងនឹងទៅស្លាប់ហើយម៉ែណែកូនរាត្រីល្ងាចហ្នឹងណាប្តីកូនគេមកលេងខ្លួនឯងហើយម៉ែនិយាយមិនក្អីហើយបងដែរមកលេងកូនហ៎ហើយចុះយើងដែរក៏ហត់អីពីពេលណាមកអញ្ចឹងណាកូនណាទៅអង្គុយចាំគេនៅខាងក្រៅទៅម៉ែដេកមុនហើយណាចាម៉ែតោះទៅតែប៉ុណ្ណេះចប់ហើយនាងរាត្រីពេលនេះនាងអាចដើរចេញពីជីវិតកូនយើងបានហើយបងមិនបាច់លេងអញ្ចឹងដែរអូនទេអូនដឹងថាបងមកលេងអូនតែសតតែម៉ែប្រាប់អូនរួចហើយបងដឹងអត់អូននឹកបងណាអ្នកនាងធ្វើអញ្ចឹងប្រយ័ត្នតែគេដឹងជាប់គុកហើយតែលោកដែរដឹងទៀតពួកយើងគាត់តែវិវត្តធំហីណែអញទៅខ្លាចទៅស្អីយើងមានវិធីរបស់យើងហីមកទៅតែបង្ដាច់មកយើងចុះមកហើយនាងរាត្រីនេះឯងកំពុងតែលួចផាត់កូនយើងណាម៉ែណៃនឹងឯងលួចផាត់បងដែរណាទៅតាក់តងជាមួយរាជរាល់សកម្មភាពរបស់នឹងឯងយើងបានថតចាប់ទុកអស់ហើយបើសិនជានឹងឯងមិនចង់ឲ្យយើងយករឿងហ្នឹងទៅប្រាប់បងដែរទេឯងទៅចង់ក៏សម្រាប់ខ្លួនទៅព្រោះថាបើឯងរស់នៅក៏គ្មានន័យដែរម្ដាយឪពុកក៏គ្មានសាច់ញាតិក៏គ្មានព្រោះឯងជាមនុស្សស្រីខ្ចាច់ព្រាត់យើងមិនឲ្យកូនយើងទៅពាក់ព័ន្ធជាមួយនឹងស្រីដូចឯងចឹងទេមិនគួរណាពួកឯងសាហាវប្រេផ្សាយពឹសពោអញ្ចឹងឯងមកខ្ញុំស្លាប់មែនណាខ្ញុំនឹងចង់កម្មចង់ពៀពួកឯងនេះដល់ទីមិនចប់អូណែនេះចាញ់ចរិតពិតហើយមែនទេហ៎មិនក៏មិនឆាប់ទៅស្លាប់ទៅនៅធ្វើអីទៀតទៅងាប់ទៅម៉ែនេះឆាប់ធ្វើឲ្យបានឆាច់ដូចយើងនិយាយកាលពីដំបូងអញ្ចឹងបើសិនជាឯងនេះមិនទៅសម្រាប់ខ្លួនទេយើងនឹងយករឿងហ្នឹងទៅប្រាប់បងដែរពេលគាត់មកវិញពួកឯងនេះពិតជាសាហាវណាស់